តែបងឯងអាចក្បត់ខ្ញុំបានតែអញ្ចឹងត្រូវអត់លុយណាស់អញ្ចឹងបងក្បត់ស្អីទៅបងប្រឹងធ្វើការរកលុយយកមកឲ្យប្រពន្ធចាយតែប្រពន្ធបែរជារករឿងមិនដឹងអីសោះបងក៏ចេះហត់នឿយដែរផ្ដិតមេដៃទៅកូនថៃឃើញក្រដាសស្នាមមួយសន្លឹកហើយក៏សួរឡើងផ្ដិតមេដៃធ្វើអីលេងសើចម៉េះលេងលះគ្នាហ៎អូនឯងលេងសើចទេអីវាជាការពិនខ្ញុំមិនបានតែលេងសើចទេខ្ញុំចង់មានសេរីភាពពីមនុស្សប្រុសដូចជាបងឯងខ្ញុំដឹងគ្រប់រឿងពីទង្វើផិតក្បត់របស់បងឯងកុំគិតថាលាក់បាំងខ្ញុំបាននោះលេងលះមែនទេបានតាអត់ពីបងចាំមើលជីវិតអូនឯងនឹងคล้ายទៅជាយ៉ាងណាដែលគ្មានប្តីនៅទំនុកបំរុងដូចជាបងមានគេច្រើនអ្នកតែលាក់តែអូនមួយពេលនេះអូនឯងដឹងថែមម្នាក់ទៀតក៏មិនខានបងអីដែរបន្ទាប់ពីរៀបការរួចបាន2ឆ្នាំអ្នកជាប្តីដែលតែងតែឡើងចុះខេត្តដើម្បីទៅធ្វើការតែក៏មានចិត្តវាយវេលួចលាក់មានអ្នកផ្សេងពីក្រោយខ្នងប្រពន្ធខណៈពេលនេះផងដែរគេកំពុងតែនិយាយទូរស័ព្ទនៅខាងក្រៅរីឯប្រពន្ធកំពុងតែជជែកជាមួយនឹងម្ដាយប្តីគុនឯងទម្លាប់និយាយទូរស័ព្ទយូរអញ្ចឹងរាល់ថ្ងៃមែនទេកូនចាជាទម្លាប់របស់គាត់ព្រោះគាត់មានការងារច្រើនម៉ែនៅលេងឲ្យបានយូរកុំតន់អាទៅវិញអីម៉ែមិនចង់រំខានកូនឯងហើយនឹងប្តីទេម៉ែមកអឺតចង់ដឹងពីសុខទុក្ខកូនម៉ែឃើញថាបានសុខហើយម៉ែរីករាយជួសកូនចាម៉ែបើមិនបាននៅលេងយូរជាងនេះក៏មិនអីដែរស្របពេលទន្ទឹមនឹងនោះអ្នកជាប្តីបានដើរចូលមកក្នុងផ្ទះបន្ទាប់ពីបញ្ចប់ការនិយាយទូរស័ព្ទរបស់គេកូនប្រុសនិយាយទូរស័ព្ទជាមួយអ្នកណាហេតុអីក៏និយាយយូរម្លេះកូនខ្ញុំនិយាយពីរឿងការងារម៉ែនៅលេងយូរឬក៏អត់បើថាបាននៅយូរខ្ញុំសុំផ្ញើឲ្យជួយមើលប្រពន្ធខ្ញុំផងព្រោះប្រពន្ធខ្ញុំមិនសូវស្រួលខ្លួនទេសុខភាពនាងមិនសូវជាល្អមួយរយៈនឹងមិនដឹងជាកើតអីទេម៉ែខ្ញុំបារម្ភខ្លាចប្រពន្ធខ្ញុំកើតអីធ្ងន់ធ្ងរពិបាកទប់ស្កាត់ណាស់នាំទៅពេទ្យក៏មិនព្រមទៅទៀតយ៉ាប់និយាយខ្លាំងណាស់ម៉ែកូនស្រីហេតុអីក៏កូនធ្វើអញ្ចឹងឈឺទៅពេទ្យកុំខ្លាចអស់លុយណែព្រោះលុយអាចរកបានតាមក្រោយទៀតតែសុខភាពយើងមិនអាចងាយនឹងស្រោចស្រង់មកវិញបានឡើយកុំចេះតែទ្រាំអីខ្ញុំមិនអីទេម៉ែគ្រាន់តែផ្ដាសាយតិចតួចមិនកើតអីខ្លាំងទេមិនបាច់ទៅពេទ្យនាំតែពិបាកវែងឆ្ងាយស្ដាប់សម្ដីទៅម៉ែប្រពន្ធខ្ញុំអញ្ចឹងនិយាយមិនសូវជាស្ដាប់គ្នាទេពេលខ្លះខ្ញុំពិបាកណាស់ទៅខ្លាចវែងឆ្ងាយអីបើយើងឈឺខ្លាំងវានឹងទុកឲ្យយើងកាន់តែខ្លាំងជឿម៉ែទៅកូនណែនាំប្រពន្ធឯងទៅពេទ្យម៉ែក៏គិតថាទៅផ្ទះម៉ែវិញដូចគ្នាបានម៉ែអ្នកជាម្ដាយនិយាយចាប់ហើយក៏បានចាក់ចេញទៅផ្ទះរបស់គាត់វិញតោះបងនាំទៅពេទ្យមុខអនឯងស្លេកអស់ហើយណាប្រុងនៅអញ្ចឹងដល់អង្កាលទៀតមិនខ្លាចស្លាប់ចោលប្តីទេអីបងមិនចង់ខ្លាចជាបរោះពោះម៉ែទេបងឯងមិនអាចខ្លាចជាប្រុសពោះម៉ែទេជឿខ្ញុំទៅប្រកាសជាយកប្រពន្ធមួយទៀតហើយបងនាំទៅពេទ្យកុំនៅសង្ស័យជាមួយរឿងបងច្រើនលុយយើងអាចរកបាននៅពេលខាងមុខទៀតប៉ុន្តែអាយុជីវិតនិងសុខភាពវាមិនមានលក់នៅតាមពេទ្យតាមម៉ាតទេបើឈឺល្មមទៅពេទ្យទៅព្យាបាលទៅចាំតលតែឈឺខ្លាំងទើបរត់ទៅរកពេទ្យមិនមែនជាទេវតាដែលចេះជប់ឯណាអូនអូខេទៅពេទ្យក៏បានថាចប់ហើយកូថៃនាំប្រពន្ធចេញពីផ្ទះតែម្ដងជូនប្រពន្ធដល់មន្ទីរពេទ្យហើយកូថៃចេញទៅក្រៅដោយទុកប្រពន្ធនៅជាមួយគ្រូពេទ្យមានដែលសង្ស័យថាខ្លួនឯងកើតអីដែរទេប្អូនស្រីខ្ញុំចេះតែចុកពោះពេលចុកម្ដងវាពិបាកទ្រាំណាស់តែខ្ញុំអាចកើតគ្រុនពោះវៀនដែរទេគ្រូពេទ្យក្នុងខ្លួនខ្ញុំក៏ចេះតែពិបាកដូចគ្នាស្មានត្រូវល្អណាស់គួរតែដាក់កំប៉ុងជើងធូកទាយបានហើយបានន័យថាខ្ញុំគ្រុនពោះវៀនពិតមែនទេបានត្រូវព្យាបាលឲ្យតមរបស់ញ៉ាំផងពេលញ៉ាំអីមួយគិតពិចារណាណាព្រោះយូរទៅវាអាចរាលដាលកើតអីធ្ងន់ធ្ងរជាងនេះចាំខ្ញុំផ្សំថ្នាំឲ្យហើយព្យួរសេរ៉ូមឲ្យព្រោះមើលទៅប្អូនដូចជាបាក់ខ្លាំងណាស់សម្រាប់រងចាំប្តីនៅនឹងហើយពេលប្តីមកទទួលសេរ៉ូមអស់ល្មមចាលោកគ្រូពេទ្យអរគុណហើយដែលបារម្ភវាជាតួនាទីរបស់ខ្ញុំដែលត្រូវដើរតួដូច្នេះបើគ្រូពេទ្យនិយាយដូច្នេះអញ្ចឹងមានន័យថាបើគ្រូពេទ្យអស់តួនាទីចាំម៉ោងការងារនឹងលែងខ្វល់ពីអ្នកណាទាំងអស់មែនទេ
វាមិនមែនបែបហ្នឹងទេតែពេលអ្នកជំងឺមកព្យាបាលខ្ញុំត្រូវតែបារម្ភមើលថែប្រាប់ឲ្យអ្នកជំងឺយកចិត្តទុកដាក់ចំពោះខ្លួនឯងកុំបដែតបដោយខ្លួនឯងឲ្យឈឺទៀតព្រោះមកពេទ្យមិនស្រួលទេអស់ទាំងលុយខាតទាំងពេលវេលាដូច្នេះហើយក៏បីថែរក្សាសុខភាពឲ្យបានល្អគ្រូពេទ្យក៏មិនចង់ឲ្យមានអ្នកជំងឺច្រើនហើយរឹតតែមិនចង់ឃើញមុខអ្នកជំងឺម្នាក់នឹងដដែលដូចគ្នា ចាសុត្រាក៏បានព្យួរសេរ៉ូមឲ្យត្រេឡាខណៈដែលនាងក៏ទន្ទឹងមើលផ្លូវប្តីដូចគ្នាកុថៃរៀបចំឯកសាររួចរាល់ក៏បានប្រគល់ទៅឲ្យនារីដែលនៅចំពោះមុខខ្លួន ខ្ញុំលាទៅវិញសិនហើយ បងឯងប្រញាប់ខឹងយ៉ាងហ្នឹងនៅតែខឹងនឹងខ្ញុំទៀតមែនកុំងោច្រើនពេកមែនយើងរួមការងារជាមួយគ្នាក៏យូរហើយដែរតែបងឯងមិនចង់គិតអីផ្សេងទេហ៎ ខ្ញុំមានប្រពន្ធហើយមិនចង់អញញ៉ៃអញ៉ៃជាមួយនរណាទៀតទេ បងឯងច្បាស់ហើយមែន បានច្បាស់ណាស់លីហើយបាន លីហើយតែប្រយ័ត្នស្ដាយក្រោយកូនថៃជិះម៉ូតូចេញទៅដោយមិនស្ដាយស្រណោះគេមិនបានសម្ដៅទៅកាន់មន្ទីរពេទ្យឡើយប៉ុន្តែគេបែរជាជិះចូលផ្ទះមួយផ្សេងទៀត អូនឯងទេតបងមានការអីហៅបងមកប្រញាប់អញ្ចឹងចង់ចេញតាណាទៀតមែនទេ បងឯងដឹងខ្លួនដែរមែនថាវាជាទូនាទីរបស់បងឯង តួនាទីស្អីទៀតហើយបងរវល់ឡើងចុះខេតរហូតតែអូនឯងវិញនៅតែមកកន្លែងចាំតររឿងហើយមកម្លឹកពីរឿងតួនាទីតើតួនាទីស្អីគេ បងឯងនឹងប្រពន្ធបងឯងដើរដល់ដំណាក់កាលណាទៅហើយដែលដឹងទេថាខ្ញុំលាក់បំពួនមុខអញ្ចឹងមិនសប្បាយលេងទេ មិនសប្បាយលេងហើយចង់ធ្វើយ៉ាងម៉េចវិញចង់ទៅលេងប្រពន្ធបងហ៎អត់ទំនងសោះគិតសារថ្មីឡើងវិញទៅរឿងខ្លះកុំនាំទុកដាក់ខ្លួននៅសុកស្រួលមិនចង់ទេទៅចង់អីនាំទុកដាក់ខ្លួនស្ពេឈ្មោះថាជាសហាយប្តីអ្នកដទៃនោះ តែខ្ញុំអន់ចិនបងឯងឡើងចុះខេតញឹកញាប់សង្ស័យតែមានអ្នកផ្សេងក្រៅពីខ្ញុំផងមើលទៅ បងមានឬមិនមានវាជាសិទ្ធិរបស់បង តែបងឯងជាសង្សារខ្ញុំហើយដឹងខ្លួនឬអត់ចោលអីដែលខ្ញុំសុំបងឯងធ្វើតាមឬអត់គ្រាន់តែជារឿងតូចតាចអញ្ចឹងធ្វើឲ្យមិនបានទៀតមែន បងធ្វើតាមសំណូមពរហើយបងមិនដែលនៅជាមួយប្រពន្ធបងជាច្រើនខែហើយណាមួយបងក៏រវល់ទៀតបងគ្មានពេលទៅគិតរឿងអីអញ្ចឹងទេចូលផ្ទះសម្រាកបាយទឹកប្រពន្ធរៀបចំហុចទៅលុយឲ្យចាត់ការរឿងចាយវាយក្នុងផ្ទះតែប៉ុណ្ណោះពេញចិត្តអូនឯងហើយនៅ ចាខ្ញុំពេញចិត្តហើយបងឯងមិនរវល់ឯណាយយើងទៅមើលផ្ទះថ្មីរបស់យើងជាមួយគ្នាទៅ តែថ្ងៃនេះបងជិះម៉ូតូមកមិនខ្លាចក្តៅទេអី ខ្លាចក្តៅធ្វើអីត្រឹមក្រោមកម្ដៅថ្ងៃហ្នឹងបើមានសង្សារជាប្តីអ្នកដតីមិនទាំងទៅខ្លាចអីផង កុំរំលឹកមើលបងល្អៀសខ្លួនណាស់ដែលធ្វើបែបនេះដាក់ប្រពន្ធបង បើបងឯងរអៀខ្លួនបងឯងកុំប្រព្រឹត្តទៅគឺបានហើយ អូខេតោះយើងទៅ ពួកគេទាំងពីរចាក់ចេញពីផ្ទះភ្លាមត្រេឡាដេញនៅលើក្រែពេនជាប់បន្តោងសេរ៉ូមទន្ទឹងមើលផ្លូវប្តីខណៈដែលគ្រូពេនក៏បានលើកបបោះមកឲ្យនាង ប្តីរវល់ធ្វើការមែនទេទើបថ្មនេះហើយមិនទាន់មកយកទៀត ចាគាត់ជាមនុស្សដែលរវល់ខ្លាំងណាស់អរគុណលោកគ្រូពេន បានញ៉ាំឲ្យអស់ហើយចាំលេបថ្នាំ ចា ឲ្យខ្ញុំនៅកំដរឬក៏អត់កុំឲ្យស្ងាត់ព្រោះខ្ញុំឃើញតែប្អូនមិនបានបិទភ្នែកដេកទេរំពេយមើលទៅមាត់ទ្វាររហូត លោកគ្រូពេនទៅបំពេញការងាររបស់លោកគ្រូពេទ្យចាខ្ញុំមិនរំខានទេកុំឲ្យខាងមន្ទីរពេទ្យកាត់លុយលោកគ្រូពេន បើកាត់លុយខ្ញុំប្អូនមិនបាច់បង់ថ្លៃពេទ្យទេខ្ញុំនឹងយកលុយថ្លៃពេទ្យរបស់ប្អូនបញ្ចូលក្នុងប្រាក់ខែខ្ញុំ លោកគ្រូពេទ្យចេះនិយាយលេងទេ ប្អូនធ្លាប់បានតាមដានប្តីទេរាល់ថ្ងៃនេះ ខ្ញុំមិនតាមដានទេព្រោះខ្ញុំទុកចិត្តគ្នា ភាពស្មោះត្រង់របស់ប្អូនគេអាចចាត់ទុកថាប្អូនជាមនុស្សល្ងងតែស៊ូធ្វើជាមនុស្សស្មោះត្រង់អញ្ចឹងទៅវាល្អហើយខ្ញុំលាទៅធ្វើការរបស់ខ្ញុំសិនហើយណា ចាអរគុណលោកគ្រូពេនលោកគ្រូពេនចាស់ចេញទៅស្របពេលដែលកូថៃមកដល់ល្មមដោយពោលឡើងពេលឃើញសភាពប្រពន្ធ ប្រពន្ធបងហើយអូនឯងមិនចេះថែទាំខ្លួនឯងសោះហេតុអីក៏ធ្វើប្រហែសយ៉ាងហ្នឹងបងខំរកលុយដើម្បីឲ្យអូនចាយវាយទុកប្រើប្រាស់ពេលចាំបាច់នឹងមើលថែសុខភាពតែអូនបដ ாய் ខ្លួនណាស់ដេកនៅលើគ្រែពេទ្យនេះទាល់តែបាន ខ្ញុំបានធួឥឡូវហើយបងមិនបាច់បារម្ភទេខ្ញុំរឹងមាំណាស់បងក៏ដឹងដែរ ព្រោះតែរឹងមាំពេកអញ្ចឹងទៅបានចូលពេទ្យព្យួរសេរ៉ូមថ្ងៃក្រោយចេះមករកពេទ្យពិនិត្យសុខភាពបើយល់តែខ្លួនឯងឈឺអីមួយកុំចាំដល់ឈឺចង់វាទៅមករកពេទ្យនោះ ចាខ្ញុំដឹងហើយខ្ញុំនឹងស្ដាប់តាមសម្ដីរបស់បង ប្រពន្ធបងល្អណាស់បងរវល់ពេកទៅបានមកមើលប្រពន្ធវិញថ្មនេះកុំខឹងបងអីណា ចាខ្ញុំមិនខឹងខ្ញុំយល់ពីការងាររបស់បងឯង អូនឯងល្អណាស់ល្អខ្លាំងពេកហើយចំពោះបង ព្រោះថាយើងជាប្តីប្រពន្ធធ្វើល្អនិយាយល្អដាក់គ្នាជារឿងដែលគួរធ្វើអញ្ចឹងហើយ
បានត្រូវណាស់សម្រាប់ចុះពេលអស់សេរ៉ូមយើងទៅផ្ទះវិញ ចាលុះពេលទឹកសេរ៉ូមអស់ប្តីប្រពន្ធពួកគេបានចាក់ចេញពីមន្ទីរពេទ្យខណៈដែលសុត្រាឈរសម្លឹងពីចម្ងាយព្រមទាំងពោលឡើង បើខ្ញុំមានប្រពន្ធល្អស្មោះត្រង់ដូចជាឯងខ្ញុំមិនលាក់បំពួនថែមថយអ្នកផ្សេងទៀតទេប្រហែលតលតែបាត់បង់ហើយទៅភ្ញាក់ខ្លួន ថ្ងៃនេះផងដែរកូថៃឡើងទៅខេត្តដូចសពដងដោយត្រេឡាសម្លឹងរថយន្តប្តីដែលបើកចាក់ចេញទៅនោះទាំងអាឡ័យគាត់ឡើងទៅខេត្តទៀតហើយខ្ញុំនៅផ្ទះរងចាំប្តីដូចដើមនាពេលរសៀលកូថៃក៏ទៅដល់ខេត្តដែលខ្លួនត្រូវធ្វើការហើយក៏បានឈប់រថយន្តនៅក្នុងផ្ទះមួយកន្លែងមកដល់រសៀលម្លេះថ្ងៃនេះរ៉ាដងបងឯងមកដល់ពេលថ្ងៃត្រង់រវល់ទៅឈប់នៅកន្លែងណាមួយមែន បងមិនបានជាប់ឈប់នៅណាទេបងបញ្ញាប់មកហើយតែផ្លូវវាស្ទះពេកអូនឯងដឹងស្រាប់ហើយការងារបងក៏មានច្រើនហើយនឹកសង្សារទៀត សម្ដីបានទៀតហើយចូលក្នុងផ្ទះទៅ បានបងមានការងារនៅនឹងតែ3ថ្ងៃទេតែបងនឹងនៅទីនេះ7ថ្ងៃតែម្ដងណា ល្អនតាបាននៅយូរអញ្ចឹងកុំឲ្យឆាប់ទៅវិញពេកខ្ញុំនេះនឹកខ្លាំងណាស់ អូនឯងសម្ដីបានណាស់តើ យើងទាំងពីរដូចតែគ្នាទេបន្ទាប់ពីសន្ទនាចប់អ្នកទាំងពីរក៏បណ្ដាលគ្នាចូលផ្ទះបាត់ទៅត្រេឡាឈឺមិនតាន់ជាប៉ុន្តែនាងឆ្លៀតទៅលេងភ្នូឪពុកម្ដាយផងដែរបងម៉ែខ្ញុំគូសុំប្តីខ្ញុំលែងលះគ្នាទេគាត់គិតថាគាត់ក្បត់ខ្ញុំតែខ្ញុំមិនដឹងឡើងចុះខែមានថែមមានថយហើយថែមទាំងលួចលាក់ជាមួយអ្នកនៅក្បែរខ្លួនទៀតតើកម្មពីអីទើបបានជាធ្លាក់មកលើខ្ញុំឲ្យប្រទះជាមួយមនុស្សប្រុសបែបនេះខ្ញុំមិនហ៊ានឲ្យគេនៅជាមួយខ្ញុំទេយើងដេកបន្ទប់ផ្សេងគ្នាមកជាច្រើនខែហើយខ្ញុំដឹងថាគាត់នឹងធ្វើរឿងមិនល្អពីក្រោយខ្នងខ្ញុំជាច្រើនរឿងណាស់កំឡុងពេលដែលនាងកំពុងតែរៀបរាប់មីងក៏បានធ្លាក់ភ្លៀងស្រេចស្រេចដោយទឹកភ្នែកឪពុកម្ដាយដែលយំសោកជាមួយកូនស្រីពុកម៉ែកុំបារម្ភខ្ញុំចេះមើលថែទាំខ្លួនឯងហើយចាប់ប្រយុទ្ធត្រេឡាចាក់ចេញពីភ្នូឪពុកម្ដាយមកដល់ផ្ទះវិញក៏បានជួបនឹងសុត្រាដែលចាំនាងក្បែររថយន្តរបស់គេ ត្រេឡាហើយមិនក៏ដើរកាត់ភ្លៀងអញ្ចឹងឈឺមិនទាន់បានជាស្រួលបួលផងប្តីតាណាបាត់ហើយមិនក៏មិនចេះមើលការខុសត្រូវលើប្រពន្ធដូច្នេះ គាត់ទៅធ្វើការនៅតាមខេត្តបាត់ហើយលោកគ្រូពេនមកដល់ទីនេះមានការអីមែនទេ ខ្ញុំមានការងារសំខាន់ចង់ប្រាប់ដល់ត្រេឡាដោយសារតែខ្ញុំឃើញត្រេឡាជាមនុស្សស្លូតបូតបានជាខ្ញុំយកដំណឹងមួយនេះមកប្រាប់ប្តីរបស់ត្រេឡាគេខលខូចណាស់ខ្ញុំធ្លាប់ស្គាល់គ្នាជាមួយគេពួកយើងធ្លាប់រាប់អានគ្នាកាលពីមុនតែផ្ដាច់ទំនាក់ទំនងជាមួយគ្នាយូរហើយតាំងតែពីខ្ញុំចាប់បានថាគេនឹងសង្សារខ្ញុំកំពុងតែតាក់ទងគ្នាពួកគេធ្វើរឿងមិនគប្បីចំពោះខ្ញុំ ខ្ញុំអរគុណដែលលោកគ្រូពេនមានទឹកចិត្តល្អប្រាប់ខ្ញុំអំពីរឿងនេះខ្ញុំនឹងព្យាយាមសង្កេតទៅលើគាត់ ខ្ញុំបារម្ភពីមនុស្សស្រីស្លូតត្រង់ដែលត្រូវគេបោកប្រាស់ខ្ញុំទៅវិញហើយបើមានកិច្ចការអីតាក់ទងទៅខ្ញុំបានណាលេខទូរស័ព្ទខ្ញុំនៅលើកញ្ចប់ថ្នាំ ចា៎ស្រាប់ពេលជាមួយគ្នានោះធីតាមកក្បែរដោយសួរឡើងអ្នកណាគេអញស្គាល់គាត់មែនតែអត់សំខាន់ទេបងថៃឲ្យខ្ញុំមកយកលុយពីអញសិនពេលគាត់មកវិញគាត់នឹងទូទាត់ឲ្យឯងខ្ញុំខ្ចីគាត់ចំនួនច្រើនទើបគាត់បាញ់តាមកុំមិនកាន $1 លានមែនទេបានជាបាញ់ចេញអត់កើត កុំលុកមាត់មុននេះសហាយប្រពន្ធគេហើយមកចេះដឹងអីរឿងខ្ញុំសោះ ខ្ញុំសួរបើខុសត្រូវអីកុំប្រកាន់ត្រេឡាខ្ញុំលាសិនហើយ ចាលោកគ្រូពេនសុត្រាចាក់ចេញទៅផុនធីតាក៏បន្លឺឡើងយកលុយឲ្យមកខ្ញុំប្រញាប់ទៅវិញខ្ញុំមិនមែនទូ ATM ទេមកដល់មកសុំបានតាមចិត្តចេះរកខ្លួនឯងផងកុំអាងអីលាដៃសុំតែបងថៃឲ្យខ្ញុំមកយកលុយពីឯងសិនយកឲ្យតែមួយផ្លែតមិនខ្យល់កោស្លាប់មនុស្សទេតែខ្ញុំគិតថាឯងអាចនឹងខ្យល់កោពេលដែលខ្ញុំមិនយកលុយឲ្យឯងស្ដាប់ឲ្យច្បាស់ខ្ញុំមិនឲ្យលុយឯងឡើយហ៎ឯងធ្វើស្អីអញ្ចឹងណែឆាប់យកលុយមកឲ្យខ្ញុំមកលុយឯងអត់ទុកនៅនឹងខ្ញុំទេ No money និយាយចាប់ភ្លីមត្រេឡាចូលក្នុងផ្ទះតែម្ដងហើយចិត្តយ៉ាក់មែននាងនេះមួយសប្តាហ៍កន្លងផុតទៅកូថៃក៏ត្រឡប់មកពីខេត្តវិញដោយរករឿងប្រពន្ធយកតែម្ដង អូនឯងឥឡូវពឹងពាក់អីលេងបានហើយ
បងឲ្យគេមកផ្ទះមកយកលុយសិនក៏មិនបានពេលមកវិញបងសងសោះហ្នឹងធ្វើដូចបងលេបបាត់អញ្ចឹងអូនឯងដូចជាប្លែកមានមនុស្សប្រុសមករកញឹកញាប់ដល់ផ្ទះពេលបងមិននៅតើពិតទេអូនតែហ៊ានក្បត់ចិត្តបងមានរឿងធំជាមួយគ្នាហើយណារឿងធំរឿងអីខ្លះធ្វើពើអត់ដឹងអីមែនទេអូនឯងយល់ន័យថាបងចង់និយាយពីរឿងអីហើយកុំធ្វើពុតអីបងមិនឲ្យអូនឯងក្បត់ចិត្តបងបានទេចាំទុកទៅតែបងឯងអាចក្បត់ខ្ញុំបានតែអញ្ចឹងត្រូវអត់លុយណាស់អញ្ចឹងបងក្បត់ស្អីទៅបងប្រឹងធ្វើការរកលុយយកមកឲ្យប្រពន្ធចាយតែប្រពន្ធបែរជារករឿងមិនដឹងអីសោះបងក៏ចេះហត់នឿយដែរផ្ដិតមេដៃទៅកូថៃឃើញក្រដាសស្នាមមួយសន្លឹកហើយក៏សួរឡើងផ្ដិតមេដៃធ្វើអីលេងសើចម៉េះលេងលះគ្នាហ៎អូនឯងលេងសើចទេអីវាជាការពិនខ្ញុំមិនបានតែលេងសើចទេខ្ញុំចង់មានសេរីភាពពីមនុស្សប្រុសដូចជាបងឯងខ្ញុំដឹងគ្រប់រឿងពីទង្វើផិតក្បត់របស់បងឯងកុំគិតថាលាក់បាំងខ្ញុំបាននោះលេងលះមែនទេបានតាអត់ពីបងចាំមើលជីវិតអូនឯងនឹងคล้ายទៅជាយ៉ាងណាដែលគ្មានប្តីនៅទំនុកបំរុងដូចជាបងមានគេច្រើនអ្នកតែលាក់តែអូនមួយពេលនេះអូនឯងដឹងថែមម្នាក់ទៀតក៏មិនខានបងអីដែរបងឯងគិតថាខ្លួនឯងអស់ចាមានមោទនភាពព្រោះទង្វើផិតក្បត់ទេបែបហ្នឹងគេហៅថាមនុស្សដែលនាំកាមរោគដាក់ខ្លួនមនុស្សអាត្មានិយមដែលប្រព្រឹត្តទង្វើគ្មានរឯងចិត្តអ្នកណាទៅក្រាញ់រឯងចិត្តគេធ្វើដូចជាគេចិញ្ចឹមបីបាច់អញ្ចឹងបងផ្ដិតមេដៃលេងហើយចាំតែធ្វើក្តារស្នាមបញ្ជាក់បន្ថែមនៅសាលាឃុំទៅព្រោះវាគ្មានអីអស្ចារ្យទេដែលបាត់បង់មនុស្សម្នាក់នោះចាអរគុណផ្ដិតមេដៃហើយគេចាក់ចេញពីផ្ទះលឿនស្លេវខ្ញុំមានសេរីភាពហើយបន្ទាប់ពីលែងលះគ្នាដាច់ស្រឡះហើយកូថៃឡើងចុះតាមខេត្តញឹកញាប់ជាងមុនសុខភាពគេក៏ទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃលុះថ្ងៃមួយគេក៏ទៅតេឈាមក៏បានឃើញថាមានផ្ទុកជំងឺកាមរោគគេត្រឡប់ទៅផ្ទះសង្សារគេវិញទាំងសភាពស្លេកស្លាំងបងកើតអីហ្នឹងស្លេកស្លាំងណាស់មួយរយៈនេះឈឺអីខ្ញុំជូនទៅពេទ្យបងមានផ្ទុកជំងឺកាមរោគបងមានផ្ទុកជំងឺកាមរោគហើយអូនយើងនឹងបោះជំហានទៅមុខជាមួយគ្នាបន្តមែនទេព្រោះយើងនៅជាមួយគ្នាយូរក្រែលហើយបងក៏លេងគ្នាជាមួយនឹងប្រពន្ធបងដែរលេងគ្នាមួយរយៈពេលធំដូចគ្នាពេលដែលនាងបានដឹងពីរឿងពួកយើងថាម៉េចហើយបងឯងមានផ្ទុកជំងឺកាមរោគហ៎អើយវាជាជំងឺអេដណាបងឯងអើយបងឯងមនុស្សអាត្មានិយមហេតុអីក៏ធ្វើដូច្នេះបងឯងធ្វើបាបខ្ញុំអើយមនុស្សអាក្រក់បងសុំទោសព្រោះបងមិនដឹងខ្លួនថាបងមានផ្ទុកវាតាំងពីពេលណាមកទេយើងនៅតែអាចរស់នៅជាមួយគ្នាបន្តទៀតបានមែនទេរស់នៅជាមួយគ្នាបន្តទៀតទេខ្ញុំរកឱកាសសុំបាយពីបងឯងរួចហើយខ្ញុំមិននៅជាមួយមនុស្សដូចជាបងឯងទៀតទេចេញពីផ្ទះខ្ញុំទៅកាលពីមុនសង្ហាក្រនបាតែពេលនេះនិយាយលេងចេញតែម្ដងហើយថែមទាំងផ្ទុកជំងឺនោះទៀតចេញពីផ្ទះខ្ញុំទៅណាក៏ទៅចាស់អូនបងសុំទោសចេញឲ្យផុតទៅនាងបានបណ្ដេញគេចេញពីផ្ទះមិនបានបន្តឲ្យគេនៅជាមួយនាងឡើយស្របពេលជាមួយគ្នានោះគេក៏បានតាក់ទងទៅប្រាប់សង្សារម្នាក់ទៀតអាឡូអូននៅណាបងចង់ទៅផ្ទះអូនតើបានទេក៏មករកខ្ញុំអីខ្ញុំមានអ្នកថ្មីហើយគេលយជាងមានជាងសង្ហាជាងបងឯងឥឡូវទ្រុឌទ្រោមដោយមនុស្សចិត្តស្លាប់ខ្ញុំអត់នៅជាមួយទេទូរស័ព្ទក៏ត្រូវបានកាត់ផ្ដាច់ភ្លាមកូថៃក៏ស្រាប់តែនឹកឃើញដល់ប្រពន្ធដែលបានលែងលះគ្នាជាច្រើនខែកន្លងមកនេះគេក៏ប្រញាប់ចាក់ចេញទៅកាន់ផ្ទះនាងភ្លាមត្រេឡាចេញពីក្នុងផ្ទះមកដោយឃើញពីសភាពគេយ៉ាប់យ៉ឺនជាងមុននាងក៏ពោលឡើងបងឯងមិនចេះថែសុខភាពសោះចូលមកក្នុងអង្គុយលេងសិនទៅបងខ្លាចថាអូនឯងដឹងរឿងនឹងប្រកាន់ជាមួយបងមិនហ៊ានចូលទៅទេខ្លាចចម្លងដល់អូនចម្លងអីទៅមនុស្សម្នាដូចតែគ្នាសោះចូលមកក្នុងសិនទៅបងអរគុណហើយដែលមានចិត្តល្អចំពោះបងតែបងពិតជាមិនអាចចូលទៅបានមែនណាហើយបងក៏ខ្លាចចិត្តខ្ញុំរឿងអីបងឯងកើតអីឲ្យប្រកាសទៅបងមានផ្ទុកជំងឺកាមរោគបងខ្លាចថាប៉ះពាល់ដល់អូនបងនៅត្រឹមនេះបានហើយចុះបងមានបានទៅព្យាបាលហើយណី
បើបានដឹងខ្លួនថាមានផ្ទុកវាហើយកុំរត់កេញទៅព្យាបាលវាកុំធ្វើឲ្យអ្នកដទៃពិបាកដោយសារតែខ្លួនយើងម្នាក់ខ្ញុំមិនបានស្អប់ខ្ពើមបងទេវាមិនឆ្លងអីត្រឹមតែការចរចាប៉ុណ្ណឹងទេចូលមកក្នុងអង្គុយសម្រាប់ឲ្យបានធូរស្បើយសិនទៅបងមិនកិច្ចវេះទេបងទៅពេទ្យតាមការណែនាំបងទទួលថ្នាំលេបហើយតាបងគ្រាន់តែចង់មកឃើញអូនគ្រប់គ្នាបោះបង់បងចោលអូនក៏គួរទៅតេស្តឈាមដូចគ្នាដែរណាព្រោះអូនក៏ធ្លាប់នៅជាមួយបងកាលពីមុនបងសុំទោសបើសិនជាវាឆ្លងដល់អូនម្នាក់ទៀតខ្ញុំធ្វើតេស្តឈាមរួចហើយកាលពី1ខែមុនគូដណ្ដឹងខ្ញុំនាំទៅគូដណ្ដឹងអូនជានរណាស្របពេលជាមួយគ្នានោះសុត្រាក៏បានចេញពីក្នុងផ្ទះមកកូថៃឯងមកលេងគូដណ្ដឹងខ្ញុំមែនទេចូលមកក្នុងសិនមកជាឯងទេដែលជាគូដណ្ដឹងអតីតប្រពន្ធខ្ញុំល្អណាស់អញ្ចឹងជួយមើលថែនាងជំនួសខ្ញុំឲ្យបានល្អផងណាខ្ញុំភ្នែកខ្វាក់ដែលមើលប្រពន្ធល្អមិនឃើញចិត្តសាមញ្ញទៅមានអ្នកផ្សេងទៀតជួយថែនាងឲ្យល្អខ្ញុំលាហើយណាអូនបងលាហើយបងសំមុខហើយដែលទទួលបានផលកម្មបែបនេះអតីតប្តីនាងដើរចេញជាមួយទឹកភ្នែកដោយសោកស្ដាយជាខ្លាំងរាល់គ្រប់ទង្វើដែលខ្លួនបានសាងឡើងធ្វើឲ្យបាត់បង់មនុស្សស្រីល្អម្នាក់ហើយខ្លួនក៏មានផ្ទុកកាមរោគទៀតយើងចូលទៅក្នុងផ្ទះតើអូនបងដឹងថាអូននៅមានចិត្តអាណិតដែលគេត្រូវខ្លាយទៅជាបែបនេះតែយើងមិនអាចធ្វើអ្វីបានទេមានតែជួយលើកទឹកចិត្តនិងជំរុញគេឲ្យទៅព្យាបាលទៀងទាត់តាមកាលវិភាគដាក់មកចា៎គឺមានតែធ្វើបែបហ្នឹងទេជាការដែលអាចជួយគាត់បានតោះចូលក្នុងវិញទៅនាងនិងគូដណ្ដឹងចូលក្នុងផ្ទះវិញពីឯអតីតប្តីនាងដើររសាត់អណ្ដែតទាំងសភាពជោគជាំដោយទឹកភ្នែកព្រមជាមួយក្តីសង្វេគដែលខ្លួនបានសាងកាលពីអតីតកាលពុកម៉ែអប់រំតញយអារឿងនិយាយជាមួយមនុស្សស្រីនឹងត្រូវចេះប្រើសម្ដីទន់ភ្លន់ផងកុំហាឡើងដូចអត់មេបាបដៅគេមើងងាយដល់ឪពុកម្ដាយណាកូនមនុស្សងាប់រស់នៅលើពាក្យសម្ដីយើងនឹងឯងតែនិយាយមិនចេះគិតគេម៉ៃហើយរលឹមស្រេចអ្នកដំណើរជិះតាមផ្លូវក៏បានរអិលដួលព្រោះតែសុកមានកូនបាល់រមៀលកាត់ផ្លូវធ្វើឲ្យម្ចាស់ម៉ូតូដួលក្រាំងនរណាគេបោះបាល់កាត់ផ្លូវខ្ញុំជិះម៉ូតូហ្នឹងឃើញដែរទេថាវាគ្រោះថ្នាក់អញ្ចឹងកុំឲ្យខ្ញុំឃើញមុខម្ចាស់បាល់នេះឲ្យសោះនិយាយចាប់ហើយណាគ្រីមបានរើសយកកូនបាល់ដើរសម្ដៅទៅរកផ្ទះមួយដែលពីមុខផ្ទះពោពេញទៅដោយដើមឫស្សីម្ចាស់ផ្ទះនៅក្នុងផ្ទះដែរទេខ្ញុំមានការចង់សួរបន្តិចបើនៅក្នុងផ្ទះជួយចាញ់មកក្រៅផងមកព្រោះខ្ញុំមានការបន្ទាន់ទេសួរឲ្យអត់មាននរណាឆ្លើយស្ងាត់សូន្យហ្មងតិចលោផ្ទះនេះជាផ្ទះខ្មោចទីដឹងខ្យល់បក់យ៉ាងខ្លាំងនាំណាគ្រីមចូលទៅក្នុងផ្ទះទ្វារបិទក្រាំងពេលរាងកាយគេចូលដល់ខាងក្នុងនរណាគេហ្នឹងផ្ទះនេះមិនមែនជាផ្ទះមនុស្សទេមែនទេណាគ្រីមសម្លឹងមើលសភាពក្នុងផ្ទះនេះឃើញសុទ្ធតែតុក្កតាជ័រផ្ទះនេះធ្វើតុក្កតាសង្កត់វិញ្ញាណមែនទេបានជាតុក្កតាច្រើនយ៉ាងនេះខ្ញុំមិនដែលឃើញបែបនេះពីមុនមកទេគ្រាន់តែនិយាយចាប់ប៉ុណ្ណឹងភ្លាមរូបតុក្កតាទាំងនោះប្រមូលផ្ដុំគ្នាคล้ายជាមនុស្សស្រីម្នាក់ដែលដេកនៅចំពោះមុខគេហេស្អីចេះសុកក៏คล้ายជាមនុស្សស្រីខ្មោចលងមែនតើហើយខ្ញុំណាគ្រីមបំរុងរត់ចេញពីក្នុងផ្ទះតែសំឡេងមនុស្សស្រីបានបន្លឺឡើងពីក្រោយខ្នងរបស់គេឈប់សិនបងប្រុសចង់គិតទៅណាយកខ្ញុំទៅជាមួយផងខ្ញុំចង់ទៅជាមួយបងប្រុសកុំទុកខ្ញុំចោលអីខ្ញុំមិនដែលស្គាល់នាងផងឲ្យយកទៅជាមួយនាំតកាច់កស្លាប់ខ្ញុំទាំងគ្រួសារទេហេតុអីនិយាយដូច្នេះខ្ញុំជាមនុស្សមិនមែនជាខ្មោចទេនាងជាខ្មោចមិនមែនជាមនុស្សទេមនុស្សមិនអាចប្រមូលផ្ដុំពីតុក្កតាយ៉ាងច្រើនហើយคล้ายជាមនុស្សមកនិយាយតទល់ជាមួយខ្ញុំបានទេនាំខ្ញុំទៅជាមួយផងខ្ញុំមិនចង់នៅទីនេះទៀតទេខ្ញុំចង់ទៅជាមួយបងធ្វើជាគ្រួសារបងតែនាងមិនមែនជាមនុស្សទេស្ដាប់យល់គ្នាដែរអត់ទៅពិភពរបស់នាងវិញទៅកុំមកតោងទាមលើខ្ញុំអត់ចង់បើមិនយកខ្ញុំទៅជាមួយទេគ្មានថ្ងៃដែលបងឯងអាចចាក់ចេញពីក្នុងផ្ទះនេះបានឡើយតោះតែចេញទៅទាំងពីរទើបយើងអាចចាក់ចេញទៅបានមានអញ្ចឹងទៀតណោះវាមិនដែលទេអត់សមសោះហ្មងខ្ញុំមិនជឿនាំតែខកជើងទេណាគ្រីមបើកទ្វារតែបើកមិនចេញហើយពេលនោះផងដែរគេក៏បានឮសំឡេងសើចប្រាប់ហើយនៅតែមិនជឿប្រូបានយើងទៅវិញជាមួយគ្នាខ្ញុំយកនាងទៅជាមួយចុះមកជួយបើកទ្វារគ្នាចាថ
ថាចប់ហើយនាងក៏បានចាក់សោទ្វារបើកទ្វារចេញយ៉ាងស្រួល លេងល្បិចដាក់ខ្ញុំទៀតអញ្ចឹងតើបានជាខ្ញុំបើកទ្វារមិនចេញសាហាវដល់កហើយ តតែធ្វើអញ្ចឹងតើបអាចបានទៅជាមួយ តោះអញ្ចឹងតែយើងខ្ញុំមិនចង់ធ្វើជាមនុស្សដែលមិនគោរពពាក្យសន្យាទេ និយាយចាប់ភ្លាមពួកគេចាក់ចេញទៅជាមួយគ្នាយកតែម្ដងណាគ្រីមនាំនាងមកដល់ផ្ទះឪពុកម្ដាយណាគ្រីមក៏បានសួរឡើងមកពីណាកូនចៅអ្នកស្រុកភូមិណានាំគេមកផ្ទះយើងរកស៊ីចិញ្ចឹមគេមែនទី ចេះតែនាំគេមកអញ្ចឹងកើតដែរមានសួរចិត្តគេទេថាគេព្រមមកជាមួយឬក៏អត់សង្ស័យតែបខំគេផងមើលទៅពងខ្ញុំមិនបានបខំទេវានាំតែមានទោសទណ្ឌក្មួយស្រីហើយមកតាមកូនពូឬក៏កូនពូបខំយកមកជាមួយកូនមីងធ្វើអីបើរាល់ថ្ងៃខ្ជិលឲ្យរលួយក្រោកម៉ោង10ទៅ11ថ្ងៃត្រង់ណែបានគេធ្វើប្តីអីចាប់ស្រាច់គ្មានសល់អីទេរលាយហិនហោចតែម្ដង ពុកម៉ែបង្អាប់ខ្ញុំស្រស់ពេកហើយនាងបានប្រាប់ថានាងសុំមកជាមួយព្រោះនាងអត់ដឹងថាទៅណាម្យ៉ាងវិញទៀតម៉ែប្រហែលជាត្រូវការអ្នកជួយលក់ដូរក្រោកពីព្រលឹមជួយលក់បបរកុំឲ្យស្ដីបន្ទោសថាខ្ញុំពេកដែលដេកលក់ដល់ថ្ងៃត្រង់នាងជួយនិយាយជាមួយឪពុកម្ដាយខ្ញុំផងមើលកុំឲ្យខ្ញុំនិយាយតែម្នាក់ឯងពេកខ្ញុំហត់ណាស់ប្រាប់ទៅថាដើមហេតុមកពីស្អីទើបយើងមកជាមួយគ្នាហើយ ខ្ញុំមកជាមួយកូនពូមីងព្រោះគាត់បានប្រាប់ថាគាត់នឹងយកខ្ញុំមកនៅក្នុងផ្ទះជាមួយគាត់ធ្វើជាប្រពន្ធរបស់គាត់ហើយនឹងរកស៊ីចិញ្ចឹមខ្ញុំលុះដល់ថ្ងៃផុតសង្ខារ ខ្ញុំអត់បាននិយាយអីផងកុំថាអញ្ចឹងមើលពុកម៉ែកុំស្ដាប់នាងអីនាងនិយាយកុហកទាំងស្រុងហ្មងខ្ញុំទៅចិញ្ចឹមអ្នកដទៃធ្វើអីកុំនិយាយបំភ្លើសណាបើមិននិយាយការពិតទេខ្ញុំដឹកយកទៅដាក់នៅផ្ទះដែលបានជួបនោះវិញឥឡូវហ្នឹង មិនស្អីទេបើថាចង់យកគ្នាជាប្តីប្រពន្ធប្រហែលកូនឯងអាចកែទម្លាប់ដែលដេកក្រោកថ្ងៃត្រង់មកភ្ញាក់ពីព្រលឹមនឹងគេ ទេបើបានអញ្ចឹងមែនម៉ែឪឯនេះមានតែអដែលកូនអាចមានប្រពន្ធហើយបានប្រពន្ធដាស់តឿនសតិដល់កូនព្រោះម៉ែឪនិយាយដល់ថ្នាក់លង្ហត់មាត់ទៅហើយក ូនឯងមិនហត់រត់លិចរត់កើតទៅរកអ្នកនេះទៅរកអ្នកនោះទៀត បើខ្ញុំប្រាប់ឲ្យថានាងកុហកទេហើយពុកម៉ែទៅជឿនាងធ្វើអីហ្នឹងហើយខ្ញុំគួរនាំមនុស្សភូតភរមកជាមួយទេឥឡូវបានឃើញហើយថាគេជាមនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតពេលជួបផ្ទាល់អញ្ចឹងដឹងច្បាស់កន្លែងថាមិនស្មោះត្រង់ទេល្បិចគ្រប់ម៉ាត់ យើងជាមនុស្សប្រុសនិយាយស្ដីចេះគោរពផ្ដល់តម្លៃឲ្យគេផងទោះខឹងយ៉ាងណាក៏កុំប្រើពាក្យមិនល្អជាមួយគេម៉ែឪបដៅណាស់ពីរឿងនេះតែកូនវិញមិនយកចិត្តទុកដាក់ស្ដាប់ឆ្លើយតែម្ដង កូនឯងនិយាយបែបនេះបានន័យតែចូលទ្រង់ទ្រាយមួយដែលមិនគោរពទៅលើគេហើយពុកម៉ែអប់រំទៅញយអារឿងនិយាយជាមួយមនុស្សស្រីហ្នឹងត្រូវចេះប្រើសម្ដីទន់ភ្លន់ផងកុំហាឡើងដូចអត់មេបាបដៅគេមើងងាយដល់ឪពុកម្ដាយណាកូនមនុស្សងាប់រស់នៅលើពាក្យសម្ដីយើងនឹងឯងតែនិយាយមិនចេះគិតគេម៉ៃហើយបានខ្ញុំយល់ឲ្យពុកម៉ែខ្ញុំសុំទោសណានាងល្អិតមុននេះជ្រុលសម្ដីបន្តិចហើយ ខ្ញុំអត់ប្រកាន់ទេខ្ញុំយល់ពីកំហឹងដែលបងឯងមានតែខឹងចាស់បើខឹងហើយចំណេញខឹងហើយអាចធ្វើឲ្យបងឯងខ្លាចជាមនុស្សឧស្សាហ៍អញ្ចឹងអាចខឹងមកស្រឡាញ់ ខ្ញុំអត់ខឹងទេតែមុននេះខ្ញុំមួម៉ៅវាមិនដែលការខឹងឯណាខ្លាយទៅជាឧស្សាហ៍នោះទេពេលខ្លះការខឹងធ្វើឲ្យខូចខាតទ្រាំខាតបង់អ្វីមួយដែលយើងប្រហែសមានអីដឹងខ្លួនដែរតើទៅនាំប្រពន្ធចូលបន្ទប់ទៅស្អែកចាំជួយការងារម៉ែឪមីអូនស្អែកចាំដាស់ប្តីពីព្រលឹមផងណាយល់ទេកូនប្រសា ចាស់ពុកក្មេងម៉ែក្មេង ម៉ែក្មេកពុកក្មេកឡើងពេញមាត់ទៅដល់ក្នុងបន្ទប់ច្បាស់ជាដឹងគ្នាហើយមកលឿនឡើង ណាគ្រីមនាំប្រពន្ធចូលទៅក្នុងបន្ទប់យកតែម្ដងអ្នកជិតខាងដែលជាមិត្តភក្តិរបស់ណាគ្រីមជិះម៉ូតូចេញផ្ទះត្រីដោយមុខឈប់ងក់នៅនឹងមុខផ្ទះអ្នកស្គាល់ បផាមកនេះមិនផ្លែតបងមានរឿងចង់ប្រាប់ឲ្យដឹង មានរឿងអីរហ័នយ៉ាងហ្នឹងជិះម៉ូតូម្ដងផ្អានអ្នកភូមិអស់ហើយ អូនឯងដឹងទេថាគ្រីមវាមានប្រពន្ធហើយ មានប្រពន្ធណីតែបញ្ញាខ្ញុំថ្ងៃមុនសោះ វានាំមកដល់ផ្ទះពុកម៉ាគ្រីមហៅកូនប្រសាឡើងពេញមាត់អូនឯងចាញ់បោកគេហើយគេញ៉ែចោលទេអត់ចេះជឿបងប្រាប់ឲ្យមិនស្ដាប់ឥឡូវឃើញអត់ខំផ្ដល់ឱកាសឲ្យគេមកញ៉ែខ្លួនចុងក្រោយគេមានប្រពន្ធបាត់ស្ញែងទៅបុផាស្ញែង ថយចេញពីផ្ទះខ្ញុំអរហ័សក៏មកឌឺដងផ្លែផ្កាបោផាស្ញញឬក៏រិចវាស្រេចតែខ្ញុំ គិតទៅអូនឯងសំបីតែគេញ៉ែក៏ឲ្យគេបោកបានដែរថាទិញអីវ៉ាន់អាចប៉ះអ្នកលក់បោក
តែមនុស្សនៃចំពោះមុខចងោមិនចេះមើលឲ្យគេបោកបានទៀត ស្អីទៅគ្រាន់តែគេចោលខ្ញុំសោះមិនទាន់រៀបការជាមួយគ្នាផងគ្រាន់តែអញ្ចឹងវាមិនមែនជារឿងធំដុំអីទេប្រយ័ត្នអត់ម៉ូតូជិះតែផ្ទះវិញឲ្យតែប៉ិនខាងអាស្រ័យគេហ្នឹង ទៅផ្ទះហើយអញ្ចឹងចាំគេមួយញ៉ែទៀតដឹងតែស្កកហើយ ដិនជិះម៉ូតូចេញទៅបន្ទាប់ពីថាចាំបងក្រេមមានប្រពន្ធហើយមែនទេស្ងាត់មានប្រពន្ធចោលខ្ញុំម៉ោង3ទៀបភ្លឺតូរ៉ាក៏បានដាស់ណាក្រេមដែលកំពុងតែដេកបងថ្ងៃត្រង់ហើយភ្ញាក់ទៅចំការទៅឡើងថ្នោតល្មមឈប់ដេកទៅមួកខ្ជិលចៅអូនអញ្ចឹងទៀតតែ ហើយថ្ងៃត្រង់អីលឿនម៉េះដេកអត់តន់ឆ្អែតផង ខ្ញុំអត់ដឹងទេមិនមែនព្រះអាទិត្យមិនមែនម៉ោងទេបងឯងគិតចង់ដេកអញ្ចឹងទៀតមែនគេឡើងយកទឹកថ្នោតអស់ហើយគួរឲ្យស្ដាយណាស់អញ្ចឹងខ្ញុំទៅហូបបាយថ្ងៃត្រង់ហើយ មិនក៏ថ្ងៃហ្នឹងមេឃលះភ្លឺម្លេះអត់ចេះពជាពេលសោះដេកមិនតន់អស់ចិត្តផង ណាគ្រីមបានចេញពីក្នុងផ្ទះដោយឃើញថាមេឃនៅងងឹតម្ដាយនឹងតូរ៉ាកំពុងតែរៀបចំតូបបបរនៅឡើយទេ យកមកនៅជាមួយខកខ្លួនអស់ចេះមកដាស់មនុស្សដែលដេកលក់ស្រួលឲ្យក្រោកមកទាំងល្ងឹតអញ្ចឹងកើតដែរជំរឿតែដល់ពេលខ្ញុំសងសឹកម្ដងដឹងតែគ្មានឲ្យសល់ព្រលឹងទេនាងតុក្កតា កូនប្រុសមកជួយម៉ែរៀបចំតូបកុំឲ្យឡែងទៅឈរអត់ប្រយោជន៍ពេក បាទទៅហើយក ូនប្រសាមកនៅជាមួយតែមួយថ្ងៃសោះធ្វើឲ្យកូនប្រុសម៉ែអាចក្រោកពីព្រឹកមកជួយម៉ែបានកូនប្រសាម៉ាក់នេះទោះមាន10នាក់ទៀតនឹងក៏ម៉ែយកទាំង10ដែរ តែកូនប្រុសម៉ែមានតែមួយប្រុងឲ្យគាត់យកប្រពន្ធដល់ទៅ10នាក់អញ្ចឹងដូចជាអយុត្តិធម៌ពេកហើយចំពោះប្រពន្ធគាត់ម៉ែថាលេងទេកូនឯងកុំតែគិតច្រើនណែម៉ែមិនឲ្យកូនប្រុសម៉ែធ្វើទាំងវើអញ្ចឹងដាក់កូនប្រសាទេ បើម៉ែឲ្យយកខ្ញុំយកមែនណាខ្ញុំអត់មានប្រកែកជាមួយម៉ែទេ កុំលោភលន់ពេកខ្លួនមានតែមួយទេស្មោះស្ម័គ្រនឹងមួយនឹងទៅអត់ខ្សែទេណាកូនប្រុសតែបើមានគ្នាច្រើនណាអាចខ្សែបាន ខ្ញុំប្រាថ្នាជីវិតបែបហ្នឹងមែនតើម៉ែ ប្រាថ្នារកអាយុខ្លីមែនកូន អត់ទេម៉ែលេងហ៊ានប្រាថ្នាហើយ ប្រាថ្នាមិនសមរឿងអត់ចេះកិន មកទើសទាល់អីជាមួយខ្ញុំខ្លួនឯងមានល្បិចល្បោយច្រើនណាស់ខ្ញុំនឹងរកពេលជំរះបញ្ជីចេញម្ដងក្នុងថ្ងៃណាមួយ ចាលោកប្តី ឌឺសិនទៅតែចាំមើលណា ណាហើយកុំឆ្លោះគ្នាជួយរៀបចំកន្លែងលក់ដូរទៅអើយប្តីប្រពន្ធខ្លួនឯងនេះពេលមេឃចាប់ផ្ដើមភ្លឺចាស់មនុស្សម្នាក៏បានចូលទៅហូបបបរហើយក៏បានសួរនាំពីតូរ៉ាសឹងតែគ្រប់គ្នាតែម្ដង ហើយមីអូនកូនចៅណានាគេស្ងាត់បានប្រពន្ធពិតជាមិនគួរឲ្យជឿសោះមនុស្សខ្ជិលអញ្ចឹងចេះបានប្រពន្ធដែរវ៉ៃគ្រាន់តែរឿងខ្ជិលសោះពូមិនតាក់ទងនឹងរឿងប្រពន្ធអីទេបើខ្ញុំទៅតដឹងគេព្រមយកខ្ញុំគឺខ្ញុំបានប្រពន្ធហើយមីអូនព្រមយកដែរក្មួយវាខ្ជិលសម្បើមណាស់អត់ដឹងប្រវត្តិប្តីឯងទេអី ចេះតែទ្រាំទៅពឹងធ្វើម៉េចបាជាកម្ពីបានកំណត់មកអញ្ចឹង អាចរឹកសំដែងនឹងមិនចោលសោះចេញមកតែអញ្ចឹងរហូត សំដែងអីបាននឹងជាកម្មរបស់យើងពិតមែនដែលត្រូវបានមកជួបគ្នា ទៅស្រែជាមួយខ្ញុំបបរលក់ចិត្តអស់ហើយ ចាអ្នកទាំងពីរចាក់ចេញពីតូបបបរដោយទៅដល់វាលស្រែ ហើយចេះច្រូតស្រូវអត់នងប្រហែលជាអត់ចេះទេមើលទៅព្រោះនាងជាតុក្កតាមិនមែនជាមនុស្សផងហ្នឹង ខ្ញុំជាមនុស្សមិនមែនតុក្កតាទេ កុំចង់មកកុហកខ្ញុំព្រោះនាងកើតឡើងពីតុក្កតាដែលផ្គុំចូលគ្នាទេ កុំចាំមើលងាយខ្ញុំឲ្យសោះខ្ញុំអាចធ្វើបានចាំតែមើលទៅគ្រាន់តែនិយាយចាប់ភ្លាមតូរ៉ាចាប់ផ្ដើមច្រូតកាត់ស្រូវខណៈដែលណាគ្រីមកំពុងតែឈរមើល ទេនាងជាតុក្កតាឬក៏មនុស្សលោកណោះ ស្របពេលជាមួយគ្នានោះបុប្ផាបានចូលមកសួរនាំគ្នាបងម្នាក់នឹងមិនមែនប្រពន្ធបងឯង នាងជាប្រពន្ធបងបុប្ផាតាណាដែរ ប្រពន្ធបងឯងឧស្សាហ៍ម្លេះច្រូតស្រូវតែមួយស្រែម្នាក់ឯងហើយខ្ទេចទៅច្រូតដល់ស្រែអ្នកផ្សេងទៀត តូរ៉ាឈប់ត្រឹមហ្នឹងហើយអានោះជាស្រែគេទេម្ចាស់គេរករឿងឥឡូវហើយកុំទៅច្រូតស្រូវនៅក្នុងស្រែមួយនោះស្រែនោះសុទ្ធតែឆ្លើងទេ យូរហើយអត់ប្រាប់អញ្ចឹងសុកចិត្តអោបដៃឈរមើលអត់ចិត្តអត់ថ្លើមខ្លាំងណាស់ ច្រូតលឿនម៉េះតែមួយផ្លេតសោះហើយស្រូវមួយស្រែ ខ្ញុំមិនមែនខ្ជិលច្អូតដូចជាបងឯងទេជញ្ជូនយកទៅផ្ទះវិញ តើគេដឹងហ៎ចាំយកអីយកមកដឹងតោះទៅផ្ទះ នាងជាកូនចៅអ្នកណាកូនចៅម៉ែពុកខ្ញុំសួរស្រួលបួលឆ្លើយបែបផ្ចាញ់ផ្ចាលហ៎ខ្ញុំឆ្លើយត្រង់ បងទៅផ្ទះវិញហើយណាប្រពន្ធបងភ្លេចលេបថ្នាំបងនាំទៅផ្ទះលេបថ្នាំសិន ណាគ្រីមក៏នាំប្រពន្ធទៅផ្ទះយ៉ាងលឿនលុះពេលចូលដល់ក្នុងបន្ទប់តូរ៉ា
ស្រាប់តែដួលសន្លប់ភ្លាមៗ តូរ៉ាដឹងខ្លួនឡើងតូរ៉ាកាត់អីហ្នឹងសុកមិនក៏ស្លាប់បាត់មាត់ឈឹងអញ្ចឹងតូរ៉ា រូបរាងរបស់តូរ៉ាបានคล้ายទៅជាតុក្កតាតូចដូចដើមដូចពេលដែលគេបានឃើញនាងនៅក្នុងផ្ទះនោះក្នុងបន្ទប់គេពោពេញទៅដោយតុក្កតា តូរ៉ាមកវិញមកតូរ៉ាហើយបាត់ទៅណាហើយមិនក៏សត្វតុក្កតានៅទីនេះអញ្ចឹងឯណាប្រពន្ធខ្ញុំនោះសងប្រពន្ធខ្ញុំវិញមកតូរ៉ាត្រឡប់មកវិញមកអូន ណាគ្រីមប្រមូលផ្ដុំតុក្កតាមកផ្គុំចូលគ្នាប៉ុន្តែតុក្កតានៅតែជាតុក្កតាដដែល តូរ៉ាមកវិញមកតើអូនបាត់ទៅណាហេតុអីក៏មិនអាចคลายទៅជាមនុស្សដូចដើមដូចពេលដែលយើងជួបគ្នាដំបូងឲ្យបងសុំទោសដែលបងនិយាយមិនល្អដាក់អូនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អូនតូរ៉ាត្រឡប់មកវិញមកអូនកុំទៅចោលបងអី ណាគ្រីមស្រែករកនាងតែគ្មាននរណាម្នាក់ឆ្លើយតបឡើងលុះពេលគេបើកភ្នែកឡើងគេស្ថិតនៅក្នុងផ្ទះដែលគេបានដើរចូលមក ហាខ្ញុំនៅក្នុងផ្ទះនេះដដែលមែនទេគ្រប់យ៉ាងវាគ្រាន់តែជាសុបិនខ្លីទេខ្ញុំគ្មានប្រពន្ធគ្មានអ្វីទាំងអស់ព្រោះវាគ្រាន់តែជាការសម័យសម័យរបស់ខ្ញុំតុក្កតានៅតែជាតុក្កតាវាមិនអាចคล้ายជាមនុស្សបានឡើយ ណាគ្រីមយកតុក្កតាមួយពីក្នុងផ្ទះនេះរួចក៏បានចាក់ចេញពីផ្ទះមួយនេះទៅដោយជិះម៉ូតូកាត់មេឃរលឹមស្រេចទៅផ្ទះវិញជាមួយតុក្កតាដែលគ្មានវាសនាបានคล้ายជាមនុស្សពិតជាប្រពន្ធរបស់គេដោយក្នុងការស្រមើស្រមៃរបស់គេឡើង